to để dương nè mẹ sòng va phải chạm vào căng nó không thử ថ្ងៃទី13ខែមករាឆ្នាំ2026សាកលវិទ្យាល័យអន្តរជាតិនិងក្រុមហ៊ុនកសិករ Digital Trending បានប្រារព្ធកម្មវិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាក្នុងគោលបំណងដើម្បីផ្ដល់កិច្ចសហការធ្វើការសិក្សាស្រាវជ្រាវរូបមន្តថ្មីនៃរុក្ខឱសថដែលមាននៅក្នុងរុក្ខជាតិដុះនៅក្នុងប្រទេសកម្ពុជានិងផ្ដល់ឱកាសដល់ភាគីក្នុងការប្រើប្រាស់នៅធនធានដែលមានស្រាប់របស់សាកលវិទ្យាល័យនិងក្រុមហ៊ុនដើម្បីអនុវត្តគម្រោងអភិវឌ្ឍនិងវិភាគគុណភាពនៃរុក្ខជាតិនិងរុក្ខឱសថក្នុងការផលិតទៅជាផលិតផលសុខភាពធម្មជាតិខ្មែរព្រមទាំងជាការបើកឱកាសដល់សិស្សនិស្សិតជំនាញផ្នែកឱសថសាស្ត្រអាចចុះកម្មសិក្សាស្វែងយល់បន្ថែមលើរុក្ខឱសថខ្មែរនិងកិច្ចសហការរៀបចំសិក្ខាសាលាវគ្គបណ្ដុះបណ្ដាលរួមគ្នាដើម្បីបង្កើតសមិទ្ធផលថ្មីៗសម្រាប់សង្គមជាតិឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យសាបូអូសាណូសាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិបានលើកឡើងពីអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការគ្នារវាងសាកលវិទ្យាល័យអន្តរជាតិនិងក្រុមហ៊ុនកសិករ Digital Trending និងជំរុញឲ្យមានការខិតខំប្រឹងប្រែងក្នុងការផ្ដួចផ្ដើមគំនិតថ្មីដើម្បីជាប្រយោជន៍ដល់ភាគីក៏ដូចជាសង្គមជាតិទាំងមូលផងដែរទុនធានដែលមានសពអត់អញ្ចឹងមកខ្ញុំសាទរឲ្យមានដៃគូហើយគាត់យកចេះស្វែងប្រឌិតក៏វាទៅដើម្បីផលប្រយោជន៍រួមរបស់នេះទៅនិស្សិតរៀនចប់ឲ្យការងារគេធ្វើអ្នកណាបកកែឲ្យការងារគេធ្វើយើងបង្កើតការងារហើយយើងឲ្យក្មេងៗដែលរៀនចប់ពីអាយុហ្នឹងឲ្យទៅបំពេញការងារនៅទីនេះណាគោលនយោបាយសាលាគឺផ្ដល់ឱកាសការងារឲ្យនិស្សិតរៀនចប់ទៅក្រុមហ៊ុន win-win តែអ្នកឈ្នះចុងក្រោយគឺកម្ពុជាឈ្នះគឺកម្ពុជាបានបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀតដើម្បីឲ្យគេយកទៅប្រើប្រាស់សម្រាប់កសាងប្រទេសជាតិយើងទន្ទឹមគ្នានេះលោកបុតវ៉ាន់ឌីប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនកសិករ Digital Trading បានបង្ហាញពីគោលដៅរបស់ក្រុមហ៊ុនចំពោះការផលិតនៅផលិតផលសុខភាពដែលមានគុណភាពប្រសិទ្ធភាពនិងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់និងសម្រាប់ប្រកួតប្រជែងជាមួយផលិតផលនាំចូលនិងជាការចូលរួមលើកកម្ពស់ផលិតផលជាតិដែលជាការរួមចំណែកលើកស្ទួយខឿនសេដ្ឋកិច្ចជាតិស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់នូវសុខភាពសាធារណៈរបស់ប្រជាជនយើងចាត់ដៃគូជាមួយនឹងដៃគូជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាយើងជាពិសេសគឺយើងចង់ផ្ដោតសំខាន់ទៅលើផ្នែកខាងឱសថហើយនិងឱសថកាយវិស័យវិស័យដែលយើងកំពុងតែដើរនេះគឺពាក់ព័ន្ធជាមួយនឹងសុខភាពសាធារណៈរបស់ប្រជាជនយើងចង់ឲ្យប្រជាជនគាត់ទទួលបានសុខភាពសាធារណៈហ្នឹងគឺបានល្អប្រសើរក៏ជាការចូលរួមមួយលើកកម្ពស់ទៅដល់ជីវភាពរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជាយើងតែបើសិនជាគាត់មានសុខភាពល្អខ្ញុំជឿថាគាត់អាចប្រកបការរកស៊ីជួយបដូររូបការរស់នៅក៏កាន់តែល្អប្រសើរកិច្ចសហការឬក៏ការចុះអនុសារណៈរវាងក្រុមហ៊ុនកសិករហើយនិងសាលា IU នេះបាទគឺវាមានអត្ថប្រយោជន៍ទៅវិញទៅមកបាទសម្រាប់ខាង IU វិញគឺខាងខ្ញុំអាចនឹងបញ្ជូននិស្សិតទៅចុះកម្មសិក្សាបាទព្រោះអីនៅក្នុងកសិករក្រុមហ៊ុនកសិករក៏មានជាសិប្បកម្មឬក៏ជារោងចក្រអាចកែច្នៃអីបានហើយមានឬថាមានចម្រាញ់បាទមានចម្រាញ់ប្រេងល្ងប្រេងបច្ចៈអីនៅខាងតាមខេត្តទៀតអញ្ចឹងអាចឲ្យនិស្សិតមកខ្ញុំអាចទៅធ្វើការស្រាវជ្រាវឬក៏អាចចុះទៅធ្វើកម្មសិក្សានៅទីនោះតែដែលឡែកបើខាងកសិករវិញក្រុមហ៊ុនកសិករវិញគឺផលប្រយោជន៍នៅខាងនេះបាទគឺអាចបើមានផលិតផលណាដែលអាចឲ្យរោងចក្រជួយផលិតឬក៏អាចបង្កើនឲ្យវាទៅជាផលិតផលដែលលេចធ្លោឲ្យទៅជាឱសថសម័យឬក៏មានរូបមន្តអីថ្មីដើម្បីបង្កើតទៅជាឱសថសម័យអីដើម្បីយកទៅប្រកួតប្រជែងលើទីផ្សារបាទព្រោះអីនៅខាងសាលា IU នេះគឺយើងមានរោងចក្របាទរោងចក្រផ្ទាល់ខ្លួនតែម្ដងហ្នឹងហើយចំពោះខ្ញុំជាព្រឹទ្ធបរិះរងនៅក្នុងមហាវិទ្យាល័យឱសថសាស្ត្រពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលខាងក្រុមហ៊ុនកសិករជាមួយនឹងសាកលវិទ្យាល័យបានចុះ MOU ជាមួយគ្នាព្រោះដោយសារផលិតផលកសិករដែលផលិតបានគឺគោលបំណងផ្ដោតសំខាន់ទៅលើការជួយទ្រទ្រង់សុខភាពសាធារណៈឬក៏សុខភាពប្រជាជនអញ្ចឹងពាក់ព័ន្ធជាមួយនឹងការងារនេះដែរគឺវិស័យឱសថសាស្ត្រក៏វាមានការពាក់ព័ន្ធគ្នាជាមួយនឹងផលិតផលនៃក្រុមហ៊ុនកសិករអញ្ចឹងវាជាឱកាសមួយដែរដែលនិស្សិតដែលសិក្សាផ្នែកឱសថសាស្ត្រគាត់បានចុះទៅសិក្សាស្រាវជ្រាវនៅកន្លែងផលិតនៅផលិតផលកសិករក៏ដូចជាចុះទៅធ្វើការសិក្សាស្រាវជ្រាវឬក៏ធ្វើការសិក្សានៅទៅដល់កន្លែងសហគមន៍ផ្ទាល់តែម្ដងកសិករគិតសុខភាពជាចម្បង